សម្លឹងឃើញទស្សនភាពជាក់ស្ដែងចំពោះបងប្អូនកូនចៅញាតិសន្តានជួបជុំគ្នានេះតាំងពីមុនថ្ងៃបុណ្យមុនថ្ងៃបុណ្យមកដល់ហ្នឹងអាត្មាក៏បានឆ្លៀតមកមួយភ្លេតដែរក៏ឃើញថាបងប្អូនញាតិសន្តានយើងជួបជុំសប្បាយកកកបន្ទាប់ពីចាក់ចេញពីប្រទេសថៃណាដែលប្រទេសថៃបានទទួលចំហាយនៅក្នុងការរំជួយផែនដីពីប្រទេសភូមាវណ្ណាដែលប្រទេសភូមានេះបានរំជួយផែនដីនៅក្នុងកម្រិត 7.7 រិចតើដែលមិនធ្លាប់មានទេនៅក្នុងការរំជួយផែនដីកម្រិតធ្ងន់បែបនេះនៅក្នុងប្រទេសភូមាណាយើងសម្លឹងឃើញថាប្រទេសដែលទទួលកម្រិតធ្ងន់នៅក្នុងការរំជួយផែនដីនោះមានប្រទេសជប៉ុនមួយទាំងដែលកន្លងទៅបានរំជួយនៅក្នុងកម្រិត 9.0 ឬ 9.1 រិចតើប៉ុន្តែសម្រាប់ប្រទេសភូមាណារំជួយផែនដី100លើកជាងប៉ុន្តែមានតែលើកនេះទេដែលមានកម្រិតខ្លាំងមែនទែនរហូតដល់ 7.7 រិចតើនឹងហើយបានណាប៉ះពាល់ទៅដល់ប្រទេសចំនួន6ទៀតនៅជិតខាងតែមានប្រទេសបង់ក្លាដេសមានប្រទេសថៃមានប្រទេសចិនមានប្រទេសឥណ្ឌាណាមានប្រទេសខ្មែររបស់យើងនិងមានប្រទេសឡាវនិងប្រទេសវៀតណាមណាគាត់ได้ចំហាយនៅក្នុងការរង្គើនេះគឺរង្គើប៉ះពាល់ដល់7ប្រទេស6ប្រទេសផ្សេងទៀតប៉ុន្តែនៅក្នុងចំណោម7ប្រទេសរាប់ទាំងប្រទេសភូមាមានតែប្រទេសខ្មែរទេដែលទទួលចំហាយនៅក្នុងការរង្គើតិចតួចបំផុតណាប៉ុន្តែប្រទេសផ្សេងដែលទទួលចំហាយរាំងធ្ងន់ធ្ងរគឺប្រទេសថៃដោយឡែកយើងបានចាក់ចេញពីប្រទេសថៃមកបងប្អូនទាំងអស់នេះសុទ្ធតែណាកម្មករឃើញធ្វើបន់ធ្វើទានអញ្ចឹងមិនមែនអុកញ៉ាមិនមែនឯកឧត្តមមិនមែនលោកស្រីអីទេញាតិញោមបើក្នុងប្រូក្រាមទៅសេដាក់ថាលោកស្រីបើមែនទេទាំងអស់ទាំងប្អូនទាំងអីទាំងអស់សុទ្ធតែជាជាងសំណងទេកម្មករសំណងឥឡូវនេះវាធ្លាយមកអាត្មាទៀតខ្លាចជាជាងសំណងដែរឥឡូវហ្នឹងហើយធ្លាប់តែរៀនអនុបណ្ឌិតរដ្ឋបាលសាធារណៈវណ្ណាឥឡូវធ្វើសំណងដែរញោមណាចឹងបានឃើញចាក់ចេញមកហើយអាគារដែលដួលរលំនៅប្រទេសថៃហ្នឹងគឺក្បែរបងប្អូនធ្វើការអញ្ចឹងបានថាជាបុណ្យជាកុសលជាសំណាងណាស់ដែលយើងអាចរួចឆាកអំពីដល់គ្រោះធម្មជាតិបែបនេះហើយយើងបានមកជួបជុំបងប្អូនញាតិមិត្តញាតិសន្តានរបស់យើងនៅក្នុងការប្រារព្ធកម្មវិធីបុណ្យដើម្បីជូនណាបច្ច័យ4ដល់ឪពុកម្ដាយគឺជារឿងដែលសំណាងណាស់ញាតិញោមណាឯងហៅមិនឆ្លើយទៀតនោះអើញោមកុំរឹកពេកមើលដល់ពេលសួរលោកមិនឆ្លើយថាលោករឹកដល់ពេលលោកហៅវិញហៅអត់ឆ្លើយរឹកដូចតែគ្នាហ្នឹងញោមណាអើញោមកុំរឹកទៀតនឹងហេតុដែលរំជួយផែនដីមានប្រមាណញាតិញោមហេតុដែលនាំឲ្យរំជួយផែនដីនេះមាន8ញោមចាំស្ដាប់ណាគឺមានសម្ដែងអំពីហេតុដែលនាំឲ្យរង្គើផែនដីនេះគឺនៅក្នុងគម្ពីរពុទ្ធសាសនាដែលព្រះសម្មាសម្ពុទ្ធនោះព្រះអង្គទ្រង់សម្ដែងចំពោះព្រះអនន្តនឹងនៅពេលហ្នឹងព្រះអនន្តហ្នឹងមានហេតុចម្លែកណាពេលដែលព្រះអង្គដាក់បច្ចុប្បន្នមេយុសង្ខារក៏ក្រើកផែនដីហើយព្រះសម្មាសម្ពុទ្ធនោះព្រះអង្គសម្ដែងចំពោះព្រះអនន្តថាមនាលអនន្តហេតុដែលនាំឲ្យកក្រើកផែនដីនេះមាន8អញ្ចឹង8ហ្នឹងញាតិញោមមើលទី1ផែនដីនេះស្ថិតនៅលើទឹកផែនដីរបស់យើងណាញាតិញោមរងថ្ងៃស្ថិតនៅលើទឹក
ទឹកផិតនៅលើខ្យល់ផិតនៅលើអាកាសអញ្ចឹងមានន័យថាផែនដីរបស់យើងនេះនៅខាងក្រោមនឹងអត់មានអីត្រូទេណាញាតិញោមនៅខាងក្រោមផែនដីរបស់យើងនេះមានទឹកបន្ទាប់ពីទឹកទៅមានខ្យល់បន្ទាប់ពីខ្យល់ទៅគឺមានលំហអាកាសនៅខាងក្រោមតែញាតិញោមច្រឡំថានៅផែនដីខាងក្រោមរបស់យើងមានអីត្រូទៀតហ្នឹងគឺអត់ទេមានតែប៉ុណ្្នឹងឯងអញ្ចឹងបើផែនដីនេះវាស្ថិតនៅលើទឹកស្ថិតនៅលើខ្យល់ស្ថិតនៅលើអាកាសនៅពេលណាដែលខ្យល់នឹងវាចាប់ផ្ដើមបក់ខ្យល់ដែលស្ថិតនៅក្រោមទឹកនឹងវាបក់ខ្លាំងវាធ្វើឲ្យទឹកនឹងរង្គើមានរលកកាលណាបើទឹកនឹងវារលកវានាំឲ្យផែនដីនឹងរង្គើនេះជាហេតុទី1ដែលនាំឲ្យផែនដីរង្គើញោមមិននិយាយលេងនិយាយមែនទេណាបើមិនជឿទេញោមជ្រៀតពេលទៅដណ្ដើម3ដកគ្នាលេខ16អាននៅក្នុងមហាបរិនិព្វានសូត្រហ្នឹងអញ្ចឹងมันមានពេលខ្លះបើថាមានពេលអាន3ដកខ្លះក៏អានទៅណាញោមពេលលោកទេសនាអីស្ដាប់ហ្នឹងក៏ល្អបើថាมันមានពេលវេលាអានកុំថាឡើយញាតិញោមអ្នកណាក៏ដោយគឺមានសិទ្ធិនៅក្នុងការសិក្សាទាំងអស់ណាអញ្ចឹងនេះជាហេតុជាបច្ច័យទី1ដែលនាំឲ្យផែនដីរង្គើបច្ច័យឬក៏ហេតុទី2ដែលនាំឲ្យផែនដីរង្គើនេះសមណៈក្តីព្រាមក្តីឬក៏ទេវតាដែលមានឫទ្ធិហ្នឹងដែលមានឫទ្ធិអស្ចារ្យអញ្ចឹងទៅក៏បានចម្រើននៅបដ្ឋវិសញ្ញាឲ្យតិចហើយចម្រើនអបសញ្ញានឹងឲ្យចម្រើនឡើងនៅពេលហ្នឹងផែនដីក៏រង្គើដែរនេះជាបច្ច័យទី2ជាហេតុទី2ដល់ហេតុទី3ដែលនាំឲ្យផែនដីនេះរង្គើទៅបានគឺនៅពេលដែលព្រះពោធិសត្វនឹងចុះចាប់បដិសន្ធិញាតិញោមដោយព្រះសម្មាសម្ពុទ្ធរបស់យើងមុននឹងកើតមកមុននឹងកើតនៅក្នុងឧតោនឹងផ្ទៃញាតិញោមមុននឹងកើតនៅក្នុងផ្ទៃព្រះនាងសរិមហាមេយានឹងពពោធិសត្វនឹងនៅឋានទី4ញោមរាប់ទៅបន្ទាប់ពីឋានមនុស្សទៅគឺចាតុមហារាជការឋានទេវតាអ្នកនៅលើឋានមនុស្សយើងមានឋានមួយឈ្មោះថាចាតុមហារាជការបន្ទាប់ពីឋានចាតុមហារាជការមានឋានតាវតឹងបន្ទាប់ពីឋានតាវតឹងគឺឋានយាមាបន្ទាប់ពីឋានយាមាឋានដុសិតព្រះពោធិសត្វទាំងអស់មុននឹងត្រាស់ដឹងជាពុទ្ធត្រូវទៅគង់នៅឋានទី4គឺឋានដុសិតដោយព្រះសិអាមេត្រីរាល់ថ្ងៃអញ្ចឹងមិនទាន់ត្រាស់ដឹងណាព្រះសិអាមេត្រីប៉ុន្តែតួអង្គរបស់ព្រះសម្មាសម្ពុទ្ធព្រះសិអាមេត្រីញាតិញោមសួរថារាល់ថ្ងៃនៅឯណារាល់ថ្ងៃតួអង្គព្រះសិអាមេត្រីនៅឋានទី4ឋានដុសិតញាតិញោមធ្លាប់ទៅអាត្មាបានទៅតាមការសិក្សានឹងអូអាត្មាបានឃើញញោមទេវតាស្អាតណាញោមដែលបានឃើញទេវតាណានេះនឹងទេវតាស្អាតណាញោមអញ្ចឹងនៅពេលណាដែលព្រះពោធិសត្វនឹងដល់ពេលវេលាត្រូវចោះចាប់បដិសន្ធិក្នុងផ្ទៃនៃពមេដាគាត់ទៅចោះចាប់បដិសន្ធិនាំឲ្យរង្គើផែនដីមួយទៀតប៉ុន្តែការរង្គើនឹងអត់នាំអន្តរាយដល់សត្វលោកទេតើនេះញោមការរង្គើនេះមិននាំអន្តរាយដល់សត្វលោកទេទីម៉ានទេញោមទីម៉ានទេទីម៉ានញោមញោមអមិនហៅលេងឆ្លើយអស់ហើយអត់លឺទីម៉ានទេញោមទីម៉ានម៉ានក៏ម៉ានទៅស្រេចតែលោកគ្រូហ្នឹងទី4ហ្នឹងដល់ទី5នេះពេលដែលព្រះសម្មាសម្ពុទ្ធណាតួអង្គពពោធិសត្វហ្នឹងដល់ពេលវេលាត្រូវចាឧតោមានន័យថាត្រូវប្រសូត
ដែលយើងហៅថាសម្រាលបុតសម្រាលកូនកើតកូនអីហ្នឹងនៅពេលដែលព្រះអង្គប្រសូតចាក់ចេញពីឧទោនៃពមាតាដល់ខែដល់ថ្ងៃយើងទាំងអស់គ្នាប្រមាណ4 9ខែ10ថ្ងៃឯងប៉ុន្តែពពោធិសត្វគឺ10ខែអត់9ខែ10ថ្ងៃដូចយើងឯងហ្នឹងអញ្ចឹងចាក់ចេញពីឧទោមកពេលដែលប្រសូតហ្នឹងក៏នាំឲ្យផែនដីរង្គើហ្នឹងម្ដងទៀតទីម៉ានណាប្រាប់មិញហ្នឹងទី5ត្រូវនឹងត្រូវអីណាដល់ទី6ពេលដែលព្រះសម្មាពេលដែលពពោធិសត្វនឹងចេញសាងព្រះភ្នោះហើយត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណញោមថ្ងៃព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងនៅអនុត្តរសម្មាសម្ពោធិញ្ញាណផែនដីក៏ក្រើករំពើកញាប់ញ័រនេះជាហេតុទីប្រមាណនេះណាទី7ទី6ត្រូវហ៎រត់តែចប់បងដល់ចំណុចទី7ពេលដែលព្រះអង្គត្រាស់ដឹងហើយព្រះអង្គសម្ដែងនៅធម្មចក្រកប្បវត្តនសូត្រដោយព្រះសម្មាសម្ពុទ្ធរបស់យើងនឹងព្រះសមណគោតមនឹងបន្ទាប់ពីព្រះអង្គត្រាស់ដឹងហើយព្រះអង្គបានទៅប្រោសបញ្ចវិគីភិក្ខុ5ព្រះអង្គនោះក៏ព្រះអង្គបានសម្ដែងនៅធម្មចក្រកប្បវត្តនសូត្រនៅព្រៃអិសិបតនមិគតិយវ័នថាត្រូវដែរញាតិញោមថាត្រូវដែរនឹងព្រះអង្គសម្ដែងនៅធម្មចក្រដែលញាតិញោមថាលោកសូត្រធម្មចក្រហ្នឹងពាក្យថាធម្មចក្រហ្នឹងពាក្យពេញគឺធម្មចក្រកប្បវត្តនសូត្រថាrồiញាតិញោមថាឲ្យត្រូវហ្នឹងហើយការសម្ដែងហ្នឹងគឺនៅព្រៃអិសិបតនមិគតិយវ័នចឹងគឺមានព្រះអញ្ញាកោណ្ឌញ្ញៈហ្នឹងជាប្រធានគេនៅពេលហ្នឹងក៏ក្រើក្រំពើកញាប់ញ័រផែនដីណាញោមហើយទី1ទៀតគឺពេលដែលព្រះអង្គដាក់ប្រជញ្ញមេយុសង្ខារញោមអានេះបានទី7មែនទេអាត្មារាប់ច្រឡំដែរញោមទី7ហ្នឹងពេលដែលព្រះអង្គដាក់ប្រជញ្ញមេយុសង្ខារណាញោមដោយព្រះសម្មាសម្ពុទ្ធរបស់យើងមានណាញោមមានណាមិនមែនបីសាចទេណាញោមអើយមានហ្នឹងមិនមែនយៈទេណាមានហ្នឹងមិនមែនអរៈទេណាដែលថាចាញ់បានជាព្រះឈ្នះបានជាមានហ្នឹងញាតិញោមគិតថាមានហ្នឹងបីសាចអត់ទេណាមានហ្នឹងគឺជាទេវតាព្រោះមានទាំងអស់វាមាន5ណាញោមវាមានកលេសមាទៅវាមានអភិសង្ខារមាទៅវាមានទេវបុត្តមាទៅអញ្ចឹងមាដែលចាញ់ព្រះអង្គនេះគឺជាទេវបុត្តមាហើយទេវបុត្តមាហ្នឹងមិនមែនស្ថិតនៅឋានមនុស្សទេណាញោមអើយទេវបុត្តមាហ្នឹងក៏មិនមែនទេវតាស្ថិតនៅឋានចាតុមហារាជការដែរមាហ្នឹងគឺស្ថិតនៅឋានទី6ព្រោះទេវតាទាំងអស់មាន6ជាន់ណាញោមអាមករាប់ឲ្យធ្លាប់បានទៅឯងញោមធ្លាប់បានទៅឋានទេវតាហ្នឹងមកបានទៅហើយបើមិនជឿអាត្មាទេញាតិញោមឡើងទៅឃើញខ្លួនឯងតើទី1ហៅថាឋានចាតុមហារាជការនេះឋានទេវតាឲ្យទៀបជាងគេញោមបន្ទាប់ពីចាតុមហារាជការតាវតឹងបន្ទាប់ពីតាវតឹងយាមាបន្ទាប់ពីយាមាតុសិតាយើងថាដុសសិតមិញណាបន្ទាប់ពីតុសិតានិម្មាបន្ទាប់ពីនិម្មាគឺបរនិមិត្តសវតីនេះមាហ្នឹងគឺស្ថិតនៅលើទេវតាជន់កំពូលគេនឹងហ្មងអូរឹតអស្ចារ្យណាញោមរឹតអស្ចារ្យណាបានទៅសុំព្រះអង្គថាបបពិតព្រះអង្គដោយចម្រើនពេលវេលានេះសំគួរឲ្យកាលពីមុនព្រះអង្គថាសាវកតថាគតអញ្ចេះតន់ដឹងធម៌មិនតន់ដឹងវិន័យតែឥឡូវនេះដឹងធម៌ដឹងវិន័យអស់ហើយជាពេលវេលាដែលព្រះអង្គត្រូវដាក់បច្ចនមាយុសង្ការគឺមាហ្នឹងទៅអរតនានិមន្តព្រះសម្មាសម្ពុទ្ធនឹងឲ្យចូលនិព្វានណាញោមប៉ុន្តែព្រះពុទ្ធដោយសារព្រះអង្គចម្ពាក់សន្យាកាលពីលើកមុន
ចឹងទៅក៏ព្រមព្រៀងទៅក៏ហៅអាណន់មកដាក់បជនដែលមានអាយុសង្ខារញោមនោះអង្កាលនោះផែនដីរង្គើកញាប់ញ័រក្រៃពេកអស់ទោះណាញោមអស់ចាទេខ្ញុំអស់ចាទេមួយទៀតចុងក្រោយទី8ហ្នឹងគឺពេលដែលព្រះអង្គបរិនិព្វានក៏នាំឲ្យរង្គើផែនដីដែរចឹងផែនដីនេះរង្គើដោយហេតុ8ប្រការហ្នឹងប៉ុន្តែយើងរង្គើថ្មីនេះបែបរង្គើអាទី1ញោមបែបព្រោះសម័យកាលនេះដូចមានពពុទ្ធណាមកត្រាស់ដឹងទេញោមព្រោះអត់មានពពុទ្ធឯណាមកត្រាស់ដឹងនៅក្នុងពេលនេះទេមិនទាន់ដល់កាលកំណត់ហើយញោមចង់ដឹងថាព្រះសាអាមេត្រីត្រាស់ដឹងពេលណានោះចាំទៅជួបអាត្មានៅវត្តក៏បានដែរអាត្មាប្រាប់ពេលវេលាហ្នឹងប្រាប់មិនអស់ទេពេលវេលាហ្នឹងប្រាប់អត់អស់ហើយចឹងណាញោមបងក៏MMO ប្អូននោះក៏MMO ដែរញោម MMO ទាំងម៉ត់ឥឡូវហ្នឹងអញ្ចឹងងាកមកវិញញោមដែលអាត្មាលើកឡើងផ្ដើមពីដំបូងថាដែលបងប្អូនទាំងអស់មកជួបជុំគ្នានេះក៏អាចថារួចគ្រោះរួចអន្តរាយអីគ្រាន់បើដែរជាបន់ជាសំណាងអីដែរពីព្រោះធ្វើការនឹងនៅក្បែរអាគារដែលរលំធំនឹងតែម្ដងហើយនៅពេលនេះញោមអញ្ចឹងបានព្រះសម្មាសម្ពុទ្ធនោះព្រះអង្គសម្ដែងអំពីបដិរូបទេសវសៈកិរិយារស់នៅក្នុងប្រទេសដ៏សំគួរនេះជាមង្គលដ៏ឧត្តមអ្នកញោមបើតាមការសិក្សារបស់តាមការបង្ហាញរបស់ជនជាតិជប៉ុនម្នាក់ដែលគាត់ជំនាញខាងភូមិសាស្ត្រគឺគាត់បានបញ្ជាក់ថានៅប្រទេសខ្មែរយើងនេះទោះបីប្រមាណទៅមុខទៀតក៏អត់មានការរង្គើផែនដីអីកម្រិតធ្ងន់ធ្ងរទេអាចប៉ះចំហាយប៉ុន្តែនេះជាការបញ្ជាក់របស់អ្នកទស្សនវិទូជប៉ុនផ្នែកភូមិសាស្ត្រគាត់បានលើកឡើងថានៅក្រោមផែនដីរបស់យើងនោះវាមានបន្ទះភ្នំភ្លើងគឺក្រាស់ណាស់វាមិនមែនត្រឹមคล้ายជាថ្មទេវាសឹងคล้ายទៅជាដែកប៉ុន្តែយ៉ាងណានេះគាត់ជាការសិក្សានិងការបង្ហាញរបស់ទស្សនវិទូទេប៉ុន្តែព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងថាកិរិយានៅក្នុងប្រទេសដ៏សំគួរនេះជាមង្គលដ៏ឧត្តមញោមញោមអ្នកមុខប៉ានទេដែលអត់ឆ្លើយហើយញាតយើងតើមិនបានអញ្ចឹងអាម៉ានិយាយពីអីញោមមិញអញ្ចឹងងាកមកវិញថាប្រទេសខ្លះណាញោមយើងកំពុងតែសើចយើងកំពុងតែសប្បាយតែប្រទេសខ្លះកំពុងតែកើតទុក្ខយើងកំពុងតែជួបជុំប៉ុន្តែប្រទេសខ្លះកំពុងតែព្រាត់ប្រាសមែនទេញោមមែនទេឥឡូវយើងងាកមើលថៃយើងងាកទៅមើលភូមាយើងងាកទៅមើលអ៊ុយក្រែនភូមានេះកាលដែលមិនទាន់រំជួយផែនដីនេះភូមាគឺកើតមានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសទៀតញោមអញ្ចឹងការដែលមករស់នៅក្នុងប្រទេសដ៏សំគួរនេះគឺប្រទេសដែលមិនមានហានិភ័យដែលមិនរងគ្រោះធម្មជាតិអីជាដើមនេះប្រទេសមិនមានសង្គ្រាមប៉ុន្តែនៅក្នុងឯកសារខ្លះហ្នឹងលោកបញ្ជាក់ថាប្រទេសដែលសំគួរដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងគឺសំដៅទៅលើបរិស័ទទាំង4ពួកហ្នឹងត្រាច់ទៅដោយស្រួលឃើញទេបញ្ញកិរិយាវត្ថុ10ប្រការមានទានជាដើមហ្នឹងបានតាំងនៅក្នុងប្រទេសនោះព្រះពុទ្ធដីការបស់ព្រះសម្មាសម្ពុទ្ធទាំង9ប្រការព្រះពុទ្ធដីកា9ប្រការហ្នឹងមានសត្តកិយវិយករណៈគាថាឧទានអតិវុត្តកៈជាដកអពុទ្ធធម៌ទាំង9ប្រការហ្នឹងគឺស្ថិតនៅក្នុងប្រទេសណាប្រទេសហ្នឹងគឺឈ្មោះថាជាប្រទេសដ៏សំគួរញោមហេតុអីបានថាប្រទេសទាំងអស់នោះឈ្មោះថាជាប្រទេសដ៏សំគួរពីព្រោះជាប្រទេសដែលនឹង
ត្រូវរីកដុះដាលនៅអរុត្តរអនុត្តរសម្មាសម្សំទោសអនុត្តរយៈ6ប្រការជាហេតុដែលនាំឲ្យបាននៅអនុត្តរយៈ6ប្រការនឹងប៉ុន្តែយើងសរុបមកណាញាតិញោមយើងនេះវាថាមហាសំណាងនឹងគឺថាប្រទេសខ្លះគ្នាកំពុងតែស្រែកយំគ្នាកំពុងតែប្រត់ប្រាស់គ្នាកំពុងតែជួបទុក្ខប៉ុន្តែយើងមើលយើងរាល់គ្នានេះបានទៅនៅប្រទេសដែលកំពុងតែមានបញ្ហាហើយយើងអាចគេចផុតមកជាបុណ្យជាសំណាងមួយហើយញោមទាំងអស់គ្នានេះបានតាំងនៅក្នុងប្រទេសដែលយើងកំពុងតែសើចតែគេកំពុងយំឥឡូវនេះញោមញោមយើងកំពុងសើចតែគេកំពុងយំយើងកំពុងជួបជុំគេកំពុងប្រត់ប្រាស់ចឹងសំណាងញោមជារឿងជាបុណ្យជាកុសលមែនទេអញ្ចឹងបានពាក់ព័ន្ធនឹងការធ្វើបុណ្យធ្វើទានអីទាំងឡាយនេះសន្សំទៅញោមព្រះសម្មាសម្ពុទ្ធព្រះអង្គមិនដែលទាមទារឲ្យបរិស័ទរបស់ខ្លួនធ្វើបុណ្យលើសអំពីសមត្ថភាពរបស់ខ្លួនទេងាកមកបច្ច័យ4ដូចនេះដែរអ្នកដូចធ្វើបច្ច័យ4អញ្ចឹងអាត្មាវាលឺច្រើនហើយអាត្មាវាលឺច្រើនលឺចាញ់តែពីឯណោះថាឯណោះអូឆ្ងាយណាស់ញោមលឺមិននេះទេនេះល្អណាស់ញោមល្អណាញោមមុខប៉ែនញោមតាគៀតហ្នឹងល្អណាស់ញោមឃើញអាត្មារាល់ថ្ងៃឆាន់បាយញាតិញោមអ្នកមុខប៉ែនអ្នកតាគៀតយើងហ្នឹងអ្នកសុកពួករបស់យើងហ្នឹងរាល់ថ្ងៃបាទអញ្ចឹងញោមនៅតាគៀតនៅមុខប៉ែនល្អណាស់មិនប៉ុណ្ណោះទេណាញោមសេដ្ឋកិច្ចពិបាកឲ្យឆ្លៀតចូលដីទៀតញោមមើលចាក់ដីទៅតឹងបណ្ដោយ120ទៅតឹង30ហើយជម្រៅហ្នឹងចង់1ម៉ែត្រកន្លះហើយញោមជ្រៅ38លាន60ម៉ឺនណាញោមកំពុងពាក់គេបន្តិចទៀតញោមចប់ទេសនាចូលម្នាក់មកដឹកទាំងអស់គ្នាហ្នឹងចាំមើលញោមមកដឹកតែ25,000ទេណាញោមខ្លះនឹងចូល100000ហើយអ្នកមានឈ្មោះប្រមាណនៅនេះមកសរុបព្រឹកមិញបាន90,000ញោមខ្លះ100000ណាញោមណាមិនទាន់ចូលតែឡូវហ្នឹងចូលឡូវចប់ទេសនាចូលហ្នឹងណាញោមណោឯចូលទេមើលទៅចូលទេបើចូលទេសទៀតអមោទនីអញ្ចឹងយើងដោយពិធីបុណ្យបច្ច័យ4យើងព្រះសម្មាសម្ពុទ្ធឯណាដែលទៅទាមទារបរិស័ទរបស់ខ្លួនណាធ្វើបុណ្យតក្កណានុបទានទៅធ្វើប៉ុណ្ណេះធ្វើបុណ្យបច្ច័យ4ទៅធ្វើប៉ុណ្ណោះតាមពិតមានពេលខ្លះវាជាការបង្គាប់បញ្ជាឬក៏យើងឃើញអ្នកមានធនធានគេធ្វើណាញោមគេថាបុណ្យបច្ច័យ4នេះបើថាក្រេត្រូវតែ4ណាក្រេញោមមន់លោកទៅតែមន់4វត្តតែបើខ្នើយត្រូវតែទិញ4ណាខ្នើយញោមលើគេថាអញ្ចឹងមែនណាឲ្យចាប់ពីថ្ងៃនេះទៅបើអ្នកណាអ្នកប្រកបអញ្ចឹងឲ្យទៅជួបអាត្មាអាចារ្យណាក៏ដោយមិនថាអាចារ្យល្បីឬអាចារ្យមិនល្បីក៏ដោយកុំថាអាចារ្យសំវោហាបណ្ណាក៏ដោយប៉ុន្តែបើនិយាយឬក៏ប៉ុន្តែអាចារ្យសំគាត់អត់អញ្ចឹងទេឬក៏អាចារ្យមួយចំនួនដូចតាបិណ្ឌទៅអីបើតាមមកជួបគាត់ដូចមិនអញ្ចឹងទេបើមកជួបគាត់មានចំណេះដឹងច្រើនណាឃើញអញ្ចឹងចំណេះដឹងផ្នែកពុទ្ធសាសនានឹងញោមលើកក្រោយកុំឆោតមានបណ្ណាធ្វើបណ្ដឹងទៅបើអាចារ្យណាប្រកបអ្នកធ្វើបុណ្យបច្ច័យ4ត្រូវតែដាក់ក្រេ4អ្នកត្រូវតែដាក់ខ្នើយ4អ្នកត្រូវតែមន់លោក4វត្តបើបច្ចៅអត្តកាត្រូវមន់បច្ចៅអត្តកា4បច្ចៅអត្តកាណាហើយពីណាថាញោមហើយពីណាថាឲ្យលឺគេថាប៉ុន្តែពុទ្ធមិនបានថាទេណាញោមត្រូវបែងចែកឲ្យស្រឡះថាមួយជារឿងគេថាតែមួយទៀតគឺព្រះពុទ្ធថាតើនេះញោមប
bạch trai buôn miên chay và rạ bạch trai nhôm mà mơ nhôm sắp bạch trai buôn ở chỗ bác ha chay và rạ bạch trai tí pi bân là bát bạch trai tí bay xe na sợ nạ bạch trai tí buôn kỵ liên là phê sẽ chẹ bạch trai chay và rạ bạch trai nâng xây cái nè 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 គ្រឿងស្លៀកពាក់គ្រឿងដណ្ដប់អ្នកមានស្បង់ជាវៈអច័យវរៈហ្នឹងមិនមែនសំដៅយកតែបោះលោកទេណាបោះញោមហ្នឹងក៏ច័យវរៈដែរឲ្យយល់មានន័យថាគ្រឿងស្លៀកពាក់គ្រឿងដណ្ដប់បោះមនុស្សហ្នឹងបោះសត្វលោកហ្នឹងគេហៅថាច័យវរៈបច្ច័យឲ្យញោមញោមញោមបើញោមមានលទ្ធភាពខ្ពស់ទេញោមទិញតែសម្ពត់មួយអាវមួយជូនឪពុកម្ដាយហ្នឹងក៏កូនប្រុសស្រីឈ្មោះតាធ្វើបច្ច័យ4មួយទៀតញោមត្រូវបែងចែកឲ្យច្បាស់បច្ច័យ4ញោមធ្វើប្រគេនលោកជារឿងផ្សេងបច្ច័យ4ញោមធ្វើជូនម៉ែឪជារឿងផ្សេងអញ្ចឹងបានថ្ងៃមុនប្អូនចុចទៅអាត្មាប្អូនចុចទៅថាលឺគេថាធ្វើចេះធ្វើចោះឥឡូវមកសួរថាតើប្អូនឯងធ្វើបន់បច្ច័យ4ធ្វើឲ្យអ្នកណាថាធ្វើឲ្យម៉ែឪបើធ្វើឲ្យម៉ែឪទិញខោអាវជូនម៉ែឪទៅណាទិញកន្ទេលឲ្យគាត់ទៅណាបើមាននឹងឬក៏ទិញកូនភួយអីមួយទៅគាត់ទៅណាបើលទ្ធភាពយើងវាមិនមានជូនបាយទឹកគាត់រាល់ថ្ងៃទៅយើងចិញ្ចឹមគាត់រាល់ថ្ងៃឧបត្ថម្ភគាត់រាល់ថ្ងៃអានឹងមិនបច្ច័យ4ញោមញោមពេលគាត់ឈឺណាប្អូនឯងនាំគាត់ទៅពេទ្យទិញថ្នាំមកឲ្យគាត់អានឹងមិនបច្ច័យ4យល់ទេជូនគាត់ទៅពេទ្យឬទិញថ្នាំឲ្យគាត់គឺជាគិលានភេសជ្ជៈបច្ច័យបាយទឹកនំចំណីដែលបងប្អូនឬក៏កូនចៅឧបត្ថម្ភឲ្យគាត់ផ្ញើប្រាក់ថវិកាទិញនេះទិញគាត់ឲ្យគាត់ហូបអ្នកចិញ្ចឹមគាត់រាល់ថ្ងៃអានឹងមិនបិណ្ឌបាតបច្ច័យកូនប្រុសស្រីឲ្យលុយឲ្យកាក់ទិញខោអាវឲ្យគាត់អានឹងមិនចៃវរៈបច្ច័យចុះរាល់ថ្ងៃនេះទិញភួយទិញអីឲ្យគាត់ទៅ10ទិញស្បែកជើងទិញអីឲ្យគាត់អង្គុយនេះអានឹងមិនសេនាសនៈបច្ច័យហើយរោបច្ច័យស្អីទៀតឥឡូវណាមិន4ហើយតែបើរឿងយើងប្រគេនលោកជារឿងផ្សេងប្អូនចង់ប្រគេនស្បង់មួយក៏ប្រគេនទៅប្អូនចង់ទិញមួយត្រៃប្រគេនក៏ប្រគេនទៅបើថាប្អូនមិនមានលទ្ធភាពទិញមួយត្រៃទេប្អូនទិញតែសាដកមួយមកកញ្ចប់នឹងប្រគេនលោកក៏ប្រគេនទៅមើលអាចារ្យណាដែលថាវាមិនមែនបច្ច័យ4ឲ្យជួបថ្មមកប៉ុន្តែខែងលំមានអាចារ្យថាណាខែងលុយយើងឮគេថាណាគាត់មានសមត្ថភាពធ្វើដល់អាចារ្យគាត់មិនដល់ថ្នាក់នឹងទេអាត្មាជឿថាមានអាចារ្យទេហ្នឹងពីព្រោះគាត់មានសមត្ថភាពធ្វើដល់អាចារ្យហើយគឺដូចអាចារ្យនេះមិនចេះតែលើកតម្កើងគាត់ទេគាត់មានចំណេះដឹងខ្ពស់ហ៎ចំណេះដឹងខ្ពស់ញោមប្រគេនលោកនឹងញោមចង់ប្រគេនបណ្ណាប៉ុនទៅបច្ច័យ4ធ្វើជូនឪពុកម្ដាយកុំខ្វល់ច្រើនពេកតែបើអញ្ចេះបើថាអូយើងនេះវាធូធាដែរយើងវាសម្បូរលុយសម្បូរកាក់ដែរកុំថាឡើយក្រេ4ខ្ញុំទិញក្រេដល់20ដាក់ទៀតក៏មិនខុសដែរទិញក្រេ50ទៅប្រគេនលោកក៏មិនខុសដែរតើនេះមានលទ្ធភាពធ្វើដល់គាត់ប្រគេនលោកក៏អត់ខុសដែរបើថាយើងវាមានលទ្ធភាពវាធូធាដែរប្អូនកុំថាឡើយទៅទិញស្បង់មួយប្អូនដឹកអាកម្មមកយកទៅប្រគេនក៏រឹតតល្អទៀតញោមរឿងគេទិញច្រើនជារឿងរបស់អ្នកធូធាតើនេះញោមពុទ្ធអត់ដែលទៀមទាឲ្យបរិស័ទរបស់ខ្លួនធ្វើបន់តាមការបង្គាប់បញ្ជាឡើយពុទ្ធអត់ទេណាតែបើថោងឋានអាចញោមបាទអាត្មាអាចប្រកបញោមដី1ឡាន 25,000 ញោមតើនេះញោមឥឡូវនេះកំពុងជាពាក់គេ38លាន60ម៉ឺនរៀលញោមវាអញ្ចោះឯងអមោទនីនេះសាធុតិចមែនលឺតែ 25,000
អនុមោទនាលឺតិចមុនណាអត់មានកម្លាំងតិចណា